ខ្ញុំកុំចូលមកចិត្តខ្ញុំកុំចូលមកចិត្តខ្ញុំជួយផងអ្នកខ្ញុំប្រយ័ត្នខ្លួនណាបងអ្នកហើយប្រមានអ្នកនឹងខ្ញុំខ្ញុំពិតជាអ្វីតើនេះជាអ្វីចូលមកជនរងគ្រោះដែលគ្មានទោសនេះជាមនុស្សម្នាក់ហើយអ្វីបានជាគេស្លៀកពាក់ចម្លែកមិនរងាទេខ្ញុំមិនចូលចិត្តផឹកទេអ្នកមិនអីទេនេះជាសត្វរបស់ខ្ញុំផ្ទាល់ខ្ញុំបានវង្វេងចូលភូមិមនុស្សហើយខ្ញុំបានអានសៀវភៅបើខ្ញុំមិនផឹកឈាមនេះទេគេដឹងថាខ្ញុំត្រូវបានគេសម្លាប់ហើយមិនអីទេខ្ញុំអាចធ្វើវាបានសំខាន់ខ្ញុំមិនអាចបដិសេធមិនផឹកវាបានទេតើនេះអាចទទួលយកបានទេទុកឲ្យខ្ញុំទៅបងស្រីច្បងមនុស្សម្នាក់នេះហៅវាថាឈីនេះគឺជាការកំសាន្តបំផុតតើគាត់បានជួយខ្ញុំលេងអ្វីខ្ញុំចង់បំបែកខ្លួនខ្ញុំជាពីររូបកាយរាប់ស្លាប់ជាមួយពួកគេខ្ញុំគ្រាន់តែជាម្នាក់ក្នុងចំណោមអ្នកធ្វើដំណើរតាមពេលវេលារងទុក្ខដោយសារជំងឺបំណែកមួយនៃសាកសពបានធ្លាក់មកលើខ្ញុំញ៉ាំដៃមិនមានរសជាតិល្អទេតើអ្នកត្រូវធ្វើអ្វីហើយអ្វីបានជាអ្នកសម្លឹងមកខ្ញុំបែបនេះតើអ្នកចង់ធ្វើអ្វីខ្ញុំមិនយល់ពីអ្វីដែលអ្នកចង់មានន័យទេខ្ញុំមិនទាន់មានមិត្តប្រុសនៅឡើយទេអ្នកភ្ញាក់ហើយល្អស្គមពេកវាចំណាយពេលខ្ញុំពេញមួយថ្ងៃដើម្បីអាចទប់ទល់នឹងការប្រឹងប្រែងនឹងរាងកាយគាត់មានពេញមួយជីវិតដោយរបៀបណាកុមារមានអ្វីខុសជាមួយអ្នកដូច្នេះហើយទើបវាមើលទៅអាក្រក់ម្ល៉េះបងស្រីនាងបានបដិសេធមិនបរិភោគបងស្រីប៉ាស៊ឺឡែននេះផុយស្រួយពេកវាមិនស័ក្តិសមសម្រាប់ធ្វើប៉ាស៊ឺឡែនរបស់អ្នកទេហើយអ្វីបានជាអ្នកមិនញ៉ាំខ្ញុំក៏មិនចង់ផឹកស្រានេះដែរអ្នកត្រូវតែផ្ដល់ឲ្យខ្ញុំនៅអ្វីមួយដើម្បីចូលរបស់ដែលមាននៅក្នុងមាត់ទេដែលនឹងដំណើរការអាស៊ីបានទៅយកមួយសិតតូចឲ្យសូមមកទីនេះ
មានរឿងអ្វីកើតឡើងនៅទីនេះវាដោយសារតែខ្ញុំអាចញ៉ាំបានលុះត្រាតែមានអ្នកដទៃនៅពីមុខខ្ញុំពេលទន្សាយមកបំភ័យពួកវាខ្ញុំបានញ៉ាំម្ដងទៀតជំហានបន្ទាប់គឺដាក់គាត់ត្រឡប់ទៅដីវិញវានឹងត្រូវបានចំអិនឆាប់នេះញ៉ាំវាអ្នកទុនខ្សោយនឹងក្លាយជាអ្នកខ្លាំងតើវាអាចដុតនំបានទេសូមអ្នកត្រូវការភ្លើងសាច់អាំងហេតុអ្វីបានជាដាក់វានៅលើភ្លើងព្រោះវាត្រូវចំអិនឲ្យឆ្អិនល្អមុនពេលបរិភោគអាស៊ីបិទចិត្តដោយភ្លើងសាកល្បងវាមើលមិនមែនតតែសោះអាស៊ីយើងដូចគ្នានឹងព្រះដែរពីព្រោះមានតែបន្ទាប់ពីគាត់ជិះទេទើបអ្នកកំពុងយកសត្វព្រៃបែបនេះឥឡូវនេះមែនទេការអាំងសាច់លើភ្លើងគឺភាពមិនគ្រប់គ្រាន់នៃវ៉លខានវានឹងនាំមកជូនកុលសម្ព័ន្ធរបស់យើងដ៏ធំនេះចិត្តមកដល់ហើយការស្លាប់របស់ Neshike ទៅអ្នកមិនត្រូវបានអនុញ្ញាតឲ្យទៅទេតើប្រធានកុលសម្ព័ន្ធជានរណាប្អូនស្រីសាកសពរបស់គាត់នៅរស់នៅទីនេះទេហេតុអ្វីបានជាត្រូវទៅរកគាត់ប្រមាថព្រះនៃភ្លើងមិនមែននិយាយអំពីកិច្ចសហប្រតិបត្តិការទេវានិយាយអំពីទំនួលចិត្តអ្វីកើតឡើងចំពោះអាជីខ្ញុំគ្រាន់តែចង់បានគាត់ញ៉ាំអាហារអាចផ្លាស់ប្ដូរចិត្តចូលរឹងមាំឡើងខ្ញុំបានញ៉ាំអ្វីមួយវានឹងមិនសម្លាប់ខ្ញុំទេមែនទេខំមួយទៀតអ្នកនឹងខ្សោយប្រសិនបើអ្នកមិនញ៉ាំគ្រប់គ្រាន់ខ្សោយម្ដាយសប្បុរសធម៌របស់ខ្ញុំអាចបរិភោគបានវានឹងមិនស្លាប់ទេប្រសិនបើវាពេញបងស្រីខ្ញុំបានរងចាំអ្នកយូរមកហើយពេលណាជ្រើសរើសខ្ញុំធ្វើជាមេដៃរបស់ជាងគេក្នុងត្រកូលម៉ាញេតេខ្ញុំកើតមកដើម្បីជាកម្មសិទ្ធិរបស់អ្នកផ្លាស់ទីទៅខាងខ្ញុំបងស្រីខ្ញុំមានមុនស្នេហ៍ផ្ទាល់ខ្លួនរបស់ខ្ញុំរួចហើយបងស្រីច្បងអ្នកផ្សេងទៀតដែលមិនចូលចិត្តអ្នកនឹងក្លាយជាមនុស្សអាក្រក់ដល់សាហាវឲ្យអ្នកចាក់ចេញទៅខ្ញុំជាមនុស្សស្លាប់ល្អបំផុតនៅក្នុងកុលសម្ព័ន្ធការរួមតែខ្ញុំទេដែលស័ក្តិសមធ្វើជាដៃគូរួមភេទពងបានចាប់ផ្ដើមភាពស្លាប់វិញ្ញាណអាក្រក់ដល់សាហាវនោះតើការរួមភេទជាអ្វីហេតុអ្វីពួកគេគួរទទួលបានវាកើតឡើងដោយផ្អែកលើមូលដ្ឋានអ្វីចេញទៅមានអ្វីខុសជាមួយអ្នកហេតុអ្វីបានជាអ្នកមើលទៅស្លេកស្លាំងម្លេះដាវនោះសេគួរឲ្យភ្ញាក់ផ្អើលណាស់វាតិចតួចពីភាពចម្លែកនោះចំពោះខ្ញុំបែបនេះដោយរបៀបណាសម្ព័ន្ធចាជីស្រឡាញ់គាត់ខ្លាំងណាស់គាត់មើលទៅមិនសប្បាយចិត្តទេរូបរាងខ្ញុំត្រូវតែសម្លាប់គាត់បានចាក់ឈាមបេះដូងរបស់គាត់ចូលទៅក្នុងនោះគាត់បានផឹកវាពិតជាដោយសារតែគាត់ជាស្លេងស្យាឌីសូមឲ្យយើងសម្រាប់មួយរយៈទៀតពិតជានឹងថត់ប្រសិនបើអ្នកលើកវាឡើងតែយើងមិនដឹងថាវាជាផ្នែកសាសអ្វីទេសម្លៀកបំពាក់ដែលអ្នកពាក់គឺចម្លែកណាស់អាស៊ីទៅយកអាហារដែលកំពុងហូរមកយកវាទៅញ៉ាំអ្វីមួយពេលអ្នកភ្ញាក់ពីដំណេកអ្នកគឺជាផ្នែកដំបូងនៃសុនត្រកថាដែលត្រូវប្រើខ្ញុំឲ្យតម្លៃអ្នកខ្លាំងណាស់គាត់បានប្រាប់ខ្ញុំថាខ្ញុំត្រូវតែមើលថែគាត់ឲ្យបានល្អភាសាផ្សេងគ្នាខ្ញុំមិនដឹងថាវាទៅណាទេពួកគេកំពុងធ្វើឲ្យខ្ញុំញ៉ាំឲ្យលឿនអាហារនេះគឺសម្រាប់បបាញ់ទទួលបានមានតម្លៃណាស់គ្មានកាកសំណល់នេះជាសាច់ឆៅខ្ញុំមិនមែនជាមនុស្សប្រៃផ្សៃទេនៅក្នុងពេលវេលានិងលំហរបស់យើងខ្ញុំតែងតែញ៉ាំសាច់អាំងរបស់ខ្ញុំដែលឆ្ងាញ់ល្អតើអ្នកកំពុងនិយាយអ្វីម្ដាយយើងមិនអាចយល់ពីអ្វីដែលនាងកំពុងនិយាយទេនាងហាក់ដូចជាមិនយល់ដែរអាហារនៅទីនេះឆ្ងាញ់ណាស់ដល់ពេលដែលខ្ញុំត្រូវដឹកនាំហើយកេងប្រវ័ញ្ចដោយសិល្បៈអ្នកបានទទួលអ្វីមិនញ៉ាំបោះសណ្ដែកក្រហមអ្នកមិនពេញទេគ្មានអ្នកណាផ្សេងទៀតនឹងមកទីនេះទេតើអ្នកដឹងទេអាហារទាំងនេះគឺសម្រាប់តែអ្នកឆ្លាតប៉ុណ្ណោះមានសិទ្ធិរីករាយគាត់បានទុកវាឲ្យអ្នកបើអ្នកចង់ឲ្យគាត់មកខ្ញុំអ្នកគួរតែឲ្យគាត់វាពិតជាអាចទៅរួចក្នុងការនិយាយជាមួយមនុស្សញ៉ាំតែមនុស្សមិនទាន់ឆ្អិនម្ដាយគាត់ហាក់ដូចជាបានដេកលក់ម្ដងទៀតកុំឲ្យគាត់ដេកលក់ក្រោកឡើងយ៉ាងលឿនហើយចិញ្ចឹមគាត់ខ្ញុំមិនញ៉ាំទេប្រសិនបើមានតែរឿងបែបនេះខ្ញុំសុខចិត្តស្លាប់ជាងស៊ីវាម្ដាយតើគាត់នឹងស្លាប់ទេគាត់ស្រឡាញ់គាត់ខ្លាំងណាស់គាត់បានស្លាប់បេះដូងខ្ញុំប្រកាសជានឹងសោកសៅខ្ញុំជាមនុស្សដំបូងគេដែលបោះបង់ចោលបើគាត់ស្លាប់នឹងអាចក្លាយជាមនុស្សកាចសាហាវយកទ្រព្យសម្បត្តិរបស់គាត់ឲ្យបានរហ័សគាត់ស្លាប់បានបន្តិចតារាអាយុវែងនេះវាត្រូវបានរក្សាទុកជាពិសេសសម្រាប់ខ្ញុំពិតជាមិនអាចញ៉ាំបានទេ
មានអ្វីខុសជាមួយអ្នកម្ដាយរហ័សសូមក្រឡេកមើលរាងកាយរបស់នាងបានឆ្លងមេរោគដោយឈាមភ្លើងខ្ញុំមិនអាចទ្រាំបានអាចទៅរួចបងស្រីអាមូគឺជាមនុស្សតែម្នាក់គត់នៅក្នុងការនិយាយមិនចេញរបស់មនុស្សម្នាក់មុតស្រួយបាននិយាយថាមនុស្សរឹងរូសម្នាក់នេះវារួចរាល់ហើយបើវាទទួលបានជោគជ័យនឹងដំណើរការចេញមិនអនុញ្ញាតឲ្យនាងស្លាប់ទេនាងហួសពីការសន្សំឈប់បងស្រីអ្នកកំពុងទៅណាខ្ញុំនឹងទៅជួយសង្គ្រោះគាត់នេះជាផ្លូវទៅកាន់ជ្រលងភ្នំនៃសេចក្តីស្លាប់តើអ្នកកំពុងធ្វើអ្វីនៅទីនោះខ្ញុំនឹងទៅប្រមូលផលផ្លែឈើរបស់ព្រះខ្ញុំកំពុងស្លាប់អ្នកគ្រាន់តែត្រូវការបរិភោគព្រះកុំដើរតាមព្រះទទួលបានជីវិតអ្នកត្រូវតែទៅប្រមូលវិញ្ញាណសម្រាប់គាត់តើអ្នកឈួតមែនទេគាត់ជាបងប្រុសច្បងរបស់ខ្ញុំគាត់ប្រញាប់ប្រញាល់ជួយសង្គ្រោះគាត់ទៅរកសេចក្តីស្លាប់របស់អ្នកដែលបានទៅជ្រលងភ្នំរណាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានរស់ឡើងវិញទេបងស្រីអ្នកគឺជាមេដឹកនាំនៃក្រុម Lone Wolves អ្នកមិនអាចទៅហើយស្លាប់បានទេខ្ញុំនឹងមិនស្លាប់ទេខ្ញុំអាចត្រឡប់មកវិញបានតែបងស្រីខ្ញុំពិតជាខ្ញុំមានគ្រុនក្តៅទីបំផុតអ្នកភ្ញាក់ហើយគាត់តែងតែចូលចិត្តភាពរឹងរូសបែបនេះអាចបត់បែនបានច្រើនតើអ្នកអាចរាយការណ៍រឿងនេះទៅពួកគេបានទេតើអ្នកចង់និយាយអ្វីអាចនិយាយអ្វីទៀតគ្រាន់តែឲ្យគាត់ផឹកទឹកខ្លះមកឲ្យម៉ាក់ដឹងដោយរបៀបណាថាគាត់ចង់បានទឹកខ្លះទេតើអ្នកអាចយល់ពីអ្វីដែលនាងកំពុងនិយាយបានទេមនុស្សម្នាក់ដែលមានរាងកាយក្តៅក្រហាយបានស្លាប់មកនេះវាច្បាស់ជា Vulcan ដែលបានធ្វើបែបនេះចំពោះនាងការដាក់ទណ្ឌកម្មគ្មានទីបញ្